បាលខេត្តប៉ៃលិនផ្ដាំផ្ញើដល់បងប្អូនពលករដែលវិលត្រឡប់មកពីថៃកុំព្រួយបារម្ភរឿងអត់ការងារធ្វើព្រោះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ហើយនៅចំពោះមុខបងប្អូនពលករលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង7ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែនការស្នាក់នៅបណ្ដោះអាសន្នការហូបចុកការថែទាំព្យាបាលសុខភាពបឋមនិងដឹកជញ្ជូនបងប្អូនពីព្រំដែនត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើងលោកជំទាវអភិបាលខេត្តបានមានប្រសាសន៍លើកឡើងបែបនេះនារសៀលថ្ងៃទី25ខែមិថុនាឆ្នាំ2025នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាក់សួរសុខទុក្ខនិងជូនដំណើរបងប្អូនពលករខ្មែរដែលមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិនវិលត្រឡប់ទៅស្រុកកំណើតវិញតាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្តដោយឥតគិតថ្លៃលោកជំទាវបានស្រីមុំអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថាដោយសារស្ថានភាពព្រំដែនកាន់តែតានតឹងនិងដោយមានការអំពាវនាវពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្ដឹងចេញឬធ្វើការប្រមាថណាមួយហើយរដ្ឋាភិបាលនឹងរងចាំទទួលទាំងអស់ឲ្យតែជាជនជាតិខ្មែរទោះបីជាមានឯកសារគ្រប់គ្រាន់ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយហើយជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំដែនប៉ៃលិនគឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរឆ្លងកាត់ព្រំដែនត្រឡប់មកកម្ពុជាវិញជាបណ្ដាដោយរដ្ឋបាលខេត្តបានសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករនៅក្បែរព្រំដែនដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុកការថែទាំការព្យាបាលសុខភាពនិងជូនដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរសូមរំលឹកថានាពេលថ្មីនេះរាជរដ្ឋាភិបាលកម្ពុជាបានណែនាំឲ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលវិលត្រឡប់មកវិញដែលបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង70,000នាក់ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃតាមរយៈកញ្ចប់អន្តរកម្មសេដ្ឋកិច្ចនិងសង្គមគិច្ចមួយចំនួនជាមួយគ្នានេះសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាប់បន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រឡប់មកពីថៃវិញចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន